ស្ដីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមុនបងប្អូនបានឃើញកត់លបងកែវនិងលបងចននីភាគច្រើនគឺកត់លបងកែវប៉ុន្តែក្នុងវីដេអូនេះខ្ញុំបង្ហាញជូនបងប្អូនពីកត់លោកតាបោះមួយអង្គទៀតគឺលោកតាស៊ីបដែលនៅនឹងចិត្តមាត់ជ្រោះតាំងយូរបងប្អូនគឺកត់លោកនៅចិត្តមាត់ជ្រោះជាងគេហើយថ្ងៃក្នុងវីដេអូហ្នឹងគឺខ្ញុំបានទៅប្រគេនតេយ្យទានហើយនឹងប្រគេនបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់លោកអញ្ចឹងណាបងប្អូនហើយយើងក៏អត់មានតេយ្យទានច្រើនដែរព្រោះលីឡើងភ្នំវាពិបាកដែរអញ្ចឹងយកទៅបានប៉ុន្មានប្រគេនលោកប៉ុណ្ណឹងអញ្ចឹងណាបងប្អូនហើយមើលកត់លោកគឺថាតិចស្រួលណានៅចិត្តទឹកជ្រោះហើយលោករៀបចំស្អាតដែរបងប្អូនមានតាំងពីសួនផ្កាសួនតំណាំអីផ្សេងជាច្រើនហើយនេះគឺព្រះអង្គស៊ីបនឹងឯងបងប្អូនចាឲ្យមើលកត់លោកអូយស្រឡះស្អាតមានទេសភាពព្រោះខែភ្លៀងខែភាសាអីគឺទឹកហូរនៅចិត្តកត់នឹងឯងឬសូរសំឡេងទឹកហូរតិចស្រួលបងប្អូនហើយបើបងប្អូនទៅអាចឈៀងទៅលេងព្រះអង្គស៊ីបបានមានអីប្រគេនក៏មានទៅបើអត់ទេទៅលេងតែកត់លោកក៏លោកមិនថាអីដែរហើយនេះសួនផ្ការបស់លោកមើលតំណាំរបស់លោកគឺថាចង់បេះហើយប៉ុន្តែអត់ហ៊ានបេះព្រោះលោកទុកឆាន់ខ្លួនឯងចាវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើន